នៅយប់មួយក្នុងបន្ទប់ទឹកនៅក្នុងផ្ទះចាស់មួយមានពន្លឺភ្លើងស្រាលសុផលដើរចូលទៅងូតទឹកតែម្នាក់ឯងគេដាក់កាមេរ៉ាដើម្បីថតវីដេអូសម្រាប់ Facebook សំឡេងមួយចាប់ផ្ដើមនៅពេលសុផលចូលទៅក្នុងបន្ទប់ទឹកមានសំឡេងរំញ័រដូចមានអ្នកណាម្នាក់កំពុងងូតទឹកសុផលនិយាយគិតម្នាក់ឯងអូប្រហែលខ្ញុំស្ដាប់ច្រឡំហើយទោះជាយ៉ាងណាសំឡេងសើចចេញពីខាងក្រោយទ្វារឮចេញពីកណ្ដាលបន្ទប់ទៅសុផលបើកទ្វារចូលទៅប៉ុន្តែមិនមាននរណាទឹកក្នុងអាងមានសភាពប្រែប្រួលសុផលត្រឡប់ទៅកាមេរ៉ាហើយហេតុការណ៍នេះកាន់តែអាកំបាំងភ្នែកខ្មោចមួយកំពុងមើលគេពីចំណុចខ្មៅក្នុងកណ្ដាលបន្ទប់ទឹកសុផលกับប្រញាប់ប្រញាល់ចេញពីបន្ទប់ទឹកចំណែកទ្វារក៏បានបិទដោយខ្លួនឯងកាមេរ៉ាត្រូវបានបិទដោយស្វ័យប្រវត្តិហើយសំឡេងខ្មោចនោះនិយាយថាអ្នកមិនអាចឃើញយើងទេតែពួកយើងឃើញអ្នក